ភ្នែកខ្ញុំវាកាត់ព្យាបាលភ្នែកមញោបាន2ខែជាងតែនៅក្នុងវីដេអូខ្លះអ្នកគ្នានៅតែឃើញខ្ញុំពាក់វ៉ែនតាតារាចំណុចហ្នឹងវាមានមូលហេតុវាដែរអញ្ចឹងចាំខ្ញុំប្រាប់អ្នកគ្នានៅក្នុងវីដេអូនេះសួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំសៃពើម្ដងទៀតហើយនេះតាំងពីថ្ងៃទី1ដើមខែ3ខ្ញុំឡើងទៅបំពេញដើម្បីពិនិត្យភ្នែកកាត់ព្យាបាលភ្នែកមញោហ្នឹងមិនមែនយើងធ្វើម្ដងហើយគឺពេទ្យគេណាត់ឲ្យយើងទៅពិនិត្យជាបន្តបន្ទាប់រហូតមកលើកនេះគឺខ្ញុំមកតែពីអ្នកប៉ាប៉ានហេទេខ្ជិលយោនហេមកឲ្យនេះចាំតែដល់គ្រូពេទ្យគាត់ប្រាប់ថាត្រូវពិនិត្យមើលបាតភ្នែកខ្ញុំមើលគ្រាន់តែលើអាពិនិត្យបាតភ្នែកហ្នឹងគឺថាមានអារម្មណ៍ថាវៃដោយសារតែពិនិត្យបាតភ្នែកហ្នឹងយើងបន្តថ្នាំទៅវារៀងកាហាយភ្នែកហើយយើងស្វាំងកាលមុនណាបន្តហើយខ្ញុំស្វាំងឡើង2អាទិត្យល្មមតែបានអញ្ចឹងឥឡូវនេះអង្គុយចាំមកសិធូហើយអ្នកគ្រូពេទ្យក៏គាត់យកថ្នាំមកបន្តឲ្យខ្ញុំហើយភ្នែកដូចដើមចាតែខុសត្រង់ថាលើកនេះគឺគាត់បន្តតែម្ដងឯងអញ្ចឹងវាផ្សាតិចតួចថ្នាំចាំមកសិធូហើយដុកទ័រក៏គាត់ហៅយើងទៅពេលពិនិត្យហ្នឹងគឺខ្ញុំអត់បានថតទេដល់ភ្នែកខ្ញុំគឺជា100%ហើយមញោវិញគឺធ្លាក់មកដល់0ដឺក្រេភ្នែកខ្ញុំគឺលេងមញោគេមើលឃើញផងខ្ញុំគឺធម្មតាដូចគេអត់មញោអញ្ចឹងតែមូលហេតុដែលខ្ញុំនៅតែពាក់វ៉ែនតាដដែលគឺដោយសារតែខ្ញុំមានអារម្មណ៍ថាភ្នែកខ្ញុំវាលឹបខ្លាំងពេកដល់គ្នាឯងមើលចាក់ស្ដែងបានអត់ពាក់វ៉ែនតាខ្ញុំមានអារម្មណ៍ថាមុខខ្ញុំឡើងតែដល់ពេលយើងដាក់វ៉ែនតាចូលភ្នែកទៅមើលទៅរៀងក្មេងជាងមុនបន្តិចចឹងណាភ្នែកលឹបណានៅតែប៉ុកតែបានមកចង់ទៅថតក្នុងទៅវិញមកញ៉ាំខេគិតទៅប៉ានហេនេះចេះរកនឹកឃើញគាត់ថានៅតែបន្ទប់ទឹកទេអត់ទាន់បានថតដោយសារតែមកលើកមុនថតឲ្យអស់ហើយថតឡើងគ្រប់កន្លែងដល់ពេលអញ្ចឹងទៅលើកហ្នឹងអត់ដឹងថតអីគេពេទ្យខ្ញុំមកពិនិត្យហ្នឹងគឺនៅជាន់ទី3ហ្នឹងពិនិត្យភ្នែកហើយអញ្ចឹងឥឡូវក៏ចុះទៅក្រោមដើម្បីរកអីញ៉ាំសិនលើប៉ានហេកំពុងតែដើរមើលហើយបើខ្ញុំនេះភ្នែកមើលសើឃើញទេអ្នកគ្នាដោយសារតែមុនហ្នឹងខ្ញុំបន្តថ្នាំភ្នែកបន្តមើលបាតភ្នែកយកដល់ពេលអញ្ចឹងទៅរៀងស្វាងហ្នឹងស្វាងរៀងខ្លាំងទៀតណាមើលអត់ចង់ឃើញសូម្បីតែមីណុយនេះក៏ខ្ញុំមើលឃើញដែរពេលហ្នឹងចឹងមានតែឲ្យប៉ានហេហ្នឹងក៏មកឲ្យខ្ញុំមិនដឹងញ៉ាំអីអញ្ចឹងក៏ញ៉ាំមីគៀវហ្មងទៅញ៉ាំរួចហើយខ្ញុំក៏រៀបចំទៅមួយកន្លែងទៀតមកពេញលើកនេះក៏មានគោលម្ដងចង់ចូលទិញ iPad មួយដែរតែប៉ុន្តែខ្ញុំទិញ iPad នេះមិនមែនសុកដេកនឹកឃើញទិញចង់ទិញភ្លាមទេដោយសារតែខ្ញុំត្រូវការប្រើវាដែរទេបានទិញសម្រាប់អ្នកដែលគាត់តាមដានខ្ញុំគឺគាត់ដឹងឥឡូវហ្នឹងគឺខ្ញុំហ៊ានឆ្នៃម៉ូដខ្លួនឯងហើយក៏ខ្ញុំទៅទិញ iPad នេះគឺដើម្បីយកមកគូម៉ូដឆ្នៃម៉ូដហ្នឹងនិយាយតាមត្រង់ចោលអ្នកគ្នាកាខ្ញុំហ៊ានគឺខ្ញុំហ៊ានអក្សរសាស្ត្រអង់គ្លេសទេខ្ញុំគ្មានចេះឆ្នៃម៉ូដមកប៉ែមកប៉អីទេទិញម៉ូដនេះគឺទិញមករៀនសុទ្ធសាធហ្មងហើយអត់មានរៀនចូលសាលាអីទេគឺរៀនតាម YouTube ចា៎ហើយ iPad ដែលខ្ញុំទិញយកមករៀនឆ្នៃម៉ូដនេះគឺ iPad Pro 13M4 ខ្ញុំទិញអាធំហ្មងដោយសារតែធំអញ្ចឹងទៅវាស្រួលមើលយើងស្រួលគូអញ្ចឹងខ្ញុំឡើងទៅពេញហ្នឹងគឺទៅតែមួយផ្លេតហ្នឹងទេអ្នកគ្នាត្រឡប់មកផ្ទះវិញហ្មងមកដល់កពតវិញគឺថាអត់សម្រាប់ទេមកហាងកៅអៅរៀបចំមកបានជូនភ្ញៀវតាមខេត្តធម្មតាតែអត់បានថតទេរៀបចំមកបានជូនភ្ញៀវហើយក៏រៀបចំ unboxing iPad ថ្មីបានត្រឹមតែមកបើកទេបើកហើយខ្ញុំក៏បញ្ញាប់រត់រះទៅផ្ទះដើម្បីយកកូនជិះទៅដើរលេងហ្នឹងដឹកអូនហេកដែរហៀងឆ្ងាយបន្តិចជិះទៅដល់ណានៃដែរហ្នឹងដើម្បីទៅញ៉ាំខ្ចៅមហាវេទនីទៅដល់គ្មានបានញ៉ាំស្រួលបួលទេអូនហេកលមួលឡើងពេលណាមួយចិត្តទឹកផងអញ្ចឹងអត់អាចប្រហែសបានទេត្រូវតែចាប់អូនហេកជាប់រហូតហ្មងពីអ្នកប្តីប្រពន្ធគឺដូរវេនញ៉ាំម្នាក់ម្ដងហើយអត់ហ៊ាននៅយូរទេគឺស្រោតញ៉ាំឲ្យលឿនងាងទៅវិញនៅសែនហេកលមួលខ្លាំងណាស់អ្នកដែលមានកូនលពឹសដឹងតែយកអារម្មណ៍ហ្នឹងហើយគឺថាទៅណាដឹងតែពិបាកមកមិនដែលចេះស្រួលមិនហេតុអាចប្រហែសបានទេត្រូវនៅមើលកូនជាប់កន្លែងខ្ញុំទៅនេះកាក្មេងអាសាទៅហើយរសជាតិឆ្ងាញ់ទៀតប៉ុន្តែឥឡូវវារៀងប្រែវាអត់ឆ្ងាញ់ដូចមុនទេសម្រាប់អ្នកកពតគឺគាត់ស្គាល់ហើយនេះអូនហេគឺគេទាញទូរស័ព្ទប៉ប៉ាគេមកនិយាយហើយឡូមិនដឹងគេនិយាយមួយណាគេទេឃើញអូនហេកាន់ទូរស័ព្ទនិយាយអញ្ចឹងមែនណាប៉ុន្តែបើតាមជាក់ស្ដែងហ្មងនៅផ្ទះគឺខ្ញុំអត់ឲ្យមើលទូរស័ព្ទទេនិយាយទៅឲ្យលេងហ្មងទូរស័ព្ទហ្នឹងបើទូឲ្យមើលដល់វិញគ្នាញ៉ាំអីម្នាក់ម្ដងហើយយើងក៏ត្រឡប់ទៅផ្ទះវិញអញ្ចឹង vlog ថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាសម្រាប់ការមើល vlog នេះដល់ចប់ណាជួបគ្នានៅវីដេអូបន្តទៀតបាយ